កម្ពុជាបើកច្រកនាំចេញកសិផលទៅចិនថ្មីដោយឆ្លងកាត់ឡាវដែលជួយកាត់បន្ថយពេលពី20ថ្ងៃមកនៅត្រឹមមួយសប្តាហ៍កម្ពុជានិងឡាវបានប្រកាសបើកសម្ពោធជាផ្លូវការនៅការដឹកជញ្ជូនកសិផលពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារចិនឆ្លងកាត់ប្រទេសឡាវដែលនេះជាជំហានយុទ្ធសាស្ត្រដ៏ថ្មីមួយក្នុងការតភ្ជាប់ខ្សែចង្វាក់ Logistic និងពង្រីកសក្តានុពលទីផ្សារសម្រាប់កសិផលខ្មែរនៅក្នុងថ្ងៃសម្ពោធផ្លូវដឹកជញ្ជូនជាប្រវត្តិសាស្ត្រដែលធ្វើឡើងនៅក្នុងទីក្រុងវៀងច័ន្ទប្រទេសឡាវនេះកម្ពុជាបាននាំចេញទុរេនចំនួន4ទូកុងតឺន័រទៅកាន់ប្រទេសចិនដើម្បីជាការអបអរសាទរបើតាមការបញ្ជាក់របស់អាដាមខឹមហ្វីណុងអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទច្រកដឹកជញ្ជូនថ្មីនេះនឹងជួយកាត់បន្ថយការចំណាយថវិកានិងពេលវេលាដឹកជញ្ជូនទំនិញពីកម្ពុជាទៅចិនពី15ថ្ងៃទៅ20ថ្ងៃមកនៅត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះដែលវានឹងជួយបង្កើនការប្រគល់ប្រជែងរបស់កសិផលខ្មែរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀតដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់ការលើកឡើងរបស់អាដាមខឹមហ្វីណុងដូចតទៅអ្វីដែលយើងបានសម្រេចបាននៅក្នុងថ្ងៃនេះគឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនៃក្រសួងកសិកម្មក្នុងរយៈពេល6ខែចុងក្រោយនេះដើម្បីចរចាធ្វើយ៉ាងណាដើម្បីបើកច្រកថ្មីសម្រាប់កសិផលកម្ពុជាហើយនៅក្នុងថ្ងៃនេះយើងមានការនាំចេញនៅផ្លែទុរេនចំនួន4កុងតឺន័រតែម្ដងដើម្បីអបអរសាទរនៅការសម្ពោធច្រកថ្មីរបស់កម្ពុជានេះហើយសូមបញ្ជាក់ថាច្រកថ្មីរបស់កម្ពុជានេះនឹងធ្វើឲ្យយើងចំណេញរយៈពេលដឹកជញ្ជូនបាទដែលជាធម្មតាប្រហែលជាចំណាយពេលចន្លោះពេលពី15ទៅ20ថ្ងៃគឺយើងអាចមកបង្រួញត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះបាទហើយការធ្វើបែបនេះនឹងអនុញ្ញាតឲ្យដំណាំមួយចំនួនដែលធ្វើការនាំចេញស្រស់ដូចជាដំណាំទុរេនដំណាំស្វាយមានបៃលិនបាទក៏ដូចជាកសិផលមួយចំនួនទៀតនឹងអាចធ្វើការនាំចេញបានដោយជោគជ័យរយៈពេលខ្លីកាត់បន្ថយភាពដកស្មាញនិងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិផលកម្ពុជាផងដែរហើយសង្ឃឹមថាបងប្អូនកសិករយើងអាជីវករនៅក្នុងប្រទេសកម្ពុជានឹងចាប់យកឱកាសដែលជាសក្តានុពលថ្មីដែលនាំមកជូនដល់វិស័យកសិកម្មក៏ដូចជាកសិករកម្ពុជាពីសំណាក់ក្រសួងកសិកម្មផងដែរបាទសូមអរគុណច្រើនក្រសួងកសិកម្មបានចាត់ទុកការបើកច្រកដឹកជញ្ជូនថ្មីនេះថាជាកលានុវត្តភាពនិងជាសញ្ញាណវិជ្ជមានដ៏ធំធេងសម្រាប់វិស័យកសិកម្មកម្ពុជាច្រកដឹកជញ្ជូនថ្មីនេះមិនត្រឹមតែជួយបើកចំហទ្វារទីផ្សារឲ្យកាន់តែទូលំទូលាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់តម្លៃកសិផលខ្មែរបង្កើនប្រាក់ចំណូលជូនប្រជាកសិករផ្ទាល់និងជំរុញសមត្ថភាពប្រកួតប្រជែងនៃម៉ាកយីហោកសិផលខ្មែរនៅលើឆាកអន្តរជាតិឲ្យកាន់តែរឹងមាំនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀតគួរបញ្ជាក់ថាការសម្ពោធបើកច្រកដឹកជញ្ជូនថ្មីដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទប្រទេសឡាវនៅថ្ងៃទី22ខែមិថុនាមានការចូលរួមយ៉ាងច្រើនកកពីតំណាងវិស័យឯកជនកម្ពុជាចំនួន30ក្រុមហ៊ុនដែលជាការឆ្លុះបញ្ចាំងឲ្យឃើញពីការចាប់អារម្មណ៍ខ្ពស់និងទំនុកចិត្តយ៉ាងមុតមមរបស់អ្នកវិនិយោគក៏ដូចជាអ្នកនាំចេញចំពោះការវិលុកចូលទីផ្សារអន្តរជាតិកសិផលសក្តានុពលទាំង6មុខដែលទទួលបានភ្លើងខៀវក្នុងការដឹកជញ្ជូនឆ្លងកាត់តាមច្រកថ្មីនេះរួមមានចេកស្រស់ស្វាយស្រស់អង្ករមានបៃលិនម្សៅដំឡូងមីនិងផ្លែទុរេនដែលសុទ្ធសឹងតែជាកសិផលកសិកម្មលេចធ្លោនិងមានតម្រូវការខ្ពស់